អ្នកនឹងចំណាយពេលពេញមួយជីវិតដើម្បីព្យាយាមក្លាយជាមនុស្សដែលអ្នកប្រាថ្នាចង់ក្លាយជាប៉ុន្តែអ្វីដែលរារាំងអ្នកភាគច្រើនមិនមែនមកពីពិភពលោកខាងក្រៅទេវាមកពីកន្លែងមួយដែលអ្នកកម្រមើលចូលទៅណាស់គឺខ្លួនអ្នកផ្ទាល់រាល់ក្តីស្រមៃដែលអ្នកបោះបង់ចោលរាល់ទម្លាប់ដែលអ្នកមិនអាចផ្លាស់ប្ដូរនិងរាល់ពេលដែលអ្នកនិយាយថាខ្ញុំនឹងចាប់ផ្ដើមថ្ងៃស្អែកមិនមែនដោយសារពិភពលោករារាំងអ្នកទេវាត្រូវបានរារាំងដោយកម្លាំងអាថ៌កំបាំងមួយនៅក្នុងខ្លួនអ្នកប៉ុន្តែភ្លាមដែលអ្នកយល់ពីរបៀបដែលកម្លាំងខាងក្នុងនេះដំណើរការជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរទិសដៅអ្នកនឹងឈប់បំផ្លាញភាពរីកចម្រើនរបស់ខ្លួនឯងអ្នកនឹងអភិវឌ្ឍទំនុកចិត្តលើខ្លួនឯងភាពឆ្លាតវៃផ្នែកអារម្មណ៍និងរកឃើញខ្លួនឯងមួយចំនួនដែលអ្នកមិនធ្លាប់ចូលដល់ពីមុននេះគឺជាសារដែលសៀវភៅ The Mountain is You ចង់បង្ហាញភាគទី1ភ្នំដែលស្ថិតនៅក្នុងខ្លួនអ្នករៀងរាល់ថ្ងៃអ្នកអាចមានអារម្មណ៍ដឹងវាអារម្មណ៍ធ្ងន់ធ្ងរស្ងប់ស្ងាត់មួយដែលអ្នកមិនធ្លាប់និយាយប្រាប់នរណាម្នាក់ដូច្នេះអ្នកចាប់ផ្ដើមរំខានខ្លួនឯងអ្នករំកិលមើលទូរស័ព្ទអ្នករកអ្វីធ្វើដើម្បីភ្លេចវាប៉ុន្តែមានរឿងមួយដែលអ្នកដឹងថាគួរតែធ្វើនៅថ្ងៃនេះប្រហែលជាការសន្ទនាមួយដែលអ្នកបន្តប្រឈមដូចជាលាឈប់ពីការងារដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាគ្មានតម្លៃឬជំហានមួយដែលអាចផ្លាស់ប្ដូរជីវិតអ្នកទាំងស្រុងដូចជាចាប់ផ្ដើមគម្រោងដែលអ្នកនិយាយអំពីវាជាច្រើនឆ្នាំមកហើយអ្នកគិតចង់ធ្វើវាប៉ុន្តែគ្រាន់តែស្រមៃក៏ធ្វើឲ្យពោះអ្នកចុកនិងមានអារម្មណ៍ភ័យខ្លាចដូច្នេះអ្នកប្រាប់ខ្លួនឯងថាទុកសិនចុះថ្ងៃក្រោយចាំធ្វើប៉ុន្តែថ្ងៃក្រោយក៏មកដល់ហើយទម្លាប់តូចដែលមើលមិនឃើញនេះក៏ក្លាយជាភ្នំដ៏ធំបំផុតក្នុងជីវិតរបស់អ្នកភ្នំដែលរារាំងជីវិតអ្នកមិនមែនជាពិភពលោកទេភ្នំនោះស្ថិតនៅក្នុងខ្លួនអ្នកវាត្រូវបានសាងសង់ឡើងពីតម្រូវការដែលអ្នកមិនធ្លាប់រៀនបំពេញអារម្មណ៍ដែលអ្នកតែងគេចវេះការភ័យខ្លាចដែលបង្កើតឡើងពីអតីតកាលនេះហើយគឺជាការបំផ្លាញខ្លួនឯង self sabotage មនុស្សភាគច្រើនគិតថា self sabotage មានន័យថាខ្ជិលឬគ្មានវិន័យប៉ុន្តែការពិតវាកើតឡើងដោយសារតែចិត្តក្រោមស្មារតីរបស់អ្នកជឿថាខ្លួនកំពុងការពារអ្នកវាមិនមែនការពារអ្នកពីភាពជោគជ័យទេវាកំពុងការពារអ្នកពីការផ្លាស់ប្ដូរព្រោះវាបកស្រាយការផ្លាស់ប្ដូរថាជាគ្រោះថ្នាក់អ្នកចិត្តវិទូដ៏ល្បីល្បាញ Carl Jung បានពន្យល់ថាចិត្តអវចេតនារបស់អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាអ្នកឲ្យនៅក្នុងអ្វីដែលស្គាល់ទោះបីជាកន្លែងនោះធ្វើឲ្យអ្នកវេទនាក៏ដោយហេតុនេះហើយទើបមានការប៉ះទង្គិចរវាងមនុស្សពីរនាក់នៅក្នុងខ្លួនអ្នកមនុស្សដែលចង់រីកចម្រើនមនុស្សដែលចង់មានសុវត្ថិភាពតានតឹងរវាងពួកគេទាំងពីរគឺជាអ្វីដែលបង្កើតភ្នំក្នុងខ្លួនអ្នក self sabotage មើលទៅដូចម្ដេចវាមិនតែងតែបង្ហាញខ្លួនយ៉ាងច្បាស់ទេវាមើលទៅដូចជាភាពល្អឥតខ្ចោះ perfectionism អ្នកមិនចាប់ផ្ដើមព្រោះអ្នកខ្លាចធ្វើមិនបានល្អឥតខ្ចោះការគេចវេះ avoidance អ្នកជៀសវាងការសន្ទនាការងារឬការសម្រេចចិត្តសំខាន់ការគិតច្រើនហួស overthinking អ្នកវិភាគគ្រប់ស្ថានភាពរហូតដល់ខ្លួនឯងបោះបង់ចោលចាប់ផ្ដើមថ្មីជានិច្ច constant restarting ការងារថ្មីស្នេហាថ្មីបរិយាកាសថ្មីមិនមែនដើម្បីរីកចម្រើនទេប៉ុន្តែដើម្បីគេចពីការពិតអំនួត pride អ្នកនៅជាប់គាំងព្រោះការផ្លាស់ប្ដូរមានន័យថាអ្នកត្រូវទទួលស្គាល់ថាខ្លួនត្រូវការជំនួយនៅក្នុងជីវិតពិតវាបង្ហាញខ្លួនបែបនេះអ្នកបើកពាក្យសុំការងារប៉ុន្តែមិនដែលចុច submit អ្នកបន្តនៅក្នុងទំនាក់ទំនងដែលធ្វើឲ្យអ្នកហត់នឿយអ្នករៀបផែនការទម្លាប់ថ្មីរៀងរាល់ថ្ងៃអាទិត្យហើយបោះបង់វាចោលរៀងរាល់ថ្ងៃពុធអ្នកស្រមៃពីអនាគតថ្មីប៉ុន្តែបន្តរស់នៅដូចមនុស្សចាស់ដដែលបញ្ហាធំបំផុតមិនមែនជារូបរាងរបស់វាទេបញ្ហាគឺការខូចខាតស្ងៀមស្ងាត់ដែលវាបង្កើតឡើងក្នុងរយៈពេលវែងរាល់ពេលដែលអ្នកគេចពីអ្វីមួយដែលសំខាន់ផ្នែកមួយនៃខ្លួនអ្នកនឹងតូចចុះបន្តិចម្ដងអ្នកបាត់បង់ទំនុកចិត្តឱកាសនិងភាពជឿជាក់លើខ្លួនឯងយឺតអ្នកមានអារម្មណ៍ថាជាប់គាំងនៅក្នុងជីវិតមួយដែលអ្នកមិនបានជ្រើសរើសជីវិតមួយដែលត្រូវបានសាងសង់ឡើងដោយការភ័យខ្លាចមិនមែនដោយទំនុកចិត្តលើខ្លួនឯងទេភាគទី2វត្តលក្ខកំបាំងដែលកំណត់ជីវិតអ្នកមុនពេលយើងចាប់ផ្ដើមឡើងភ្នំយើងត្រូវការរបស់សំខាន់មួយគឺផែនទីមិនមែនផែនទីនៃភ្នំនោះទេប៉ុន្តែជាផែនទីដែលបង្ហាញពីអ្វីដែលកំពុងទ្រទ្រង់ភ្នំនោះពីព្រោះភ្នំផ្លូវចិត្តគ្រប់មួយតែងតែត្រូវបានទ្រទ្រង់ដោយវត្តផ្លូវចិត្តមួយដែលកើតឡើងម្ដងហើយម្ដងទៀតអ្នកស្គាល់វាខ្លាំងរហូតគិតថាវាជាបុគ្គលិកលក្ខណៈរបស់អ្នកនៅលើផ្ទៃវាមើលទៅដូចជាការស្ទាក់ស្ទើរការពន្យាពេលការគិតច្រើនហួសប៉ុន្តែនៅខាងក្រោមវាគឺជាយន្តការដដែលដែលបង្កើតបញ្ហាដដែលឡើងវិញនេះហើយគឺជាវដ្តលក្ខកំបាំង hidden cycle ដរាបណាអ្នកមិនទាន់ឃើញវាច្បាស់អ្នកនឹងតែងតែត្រូវបានទាញត្រឡប់ទៅរកខ្លួនឯងចំនួនចាស់របៀបដែលវត្តនេះដំណើរការវាតែងតែដំណើរការតាមលំដាប់ដូចគ្នា1មានការភ័យខ្លាចឬតម្រូវការផ្លូវចិត្តមួយដែលមិនត្រូវបានបំពេញ2ចិត្តអោសេតនាបង្កើតទម្លាប់ការពារមួយ3ទម្លាប់នោះបំផ្លាញការរីកចម្រើនរបស់អ្នក4វាពង្រឹងអត្តសញ្ញាណចាស់របស់អ្នក5ការភ័យខ្លាចដើមកាន់តែខ្លាំង6វត្តចាប់ផ្ដើមសារជាថ្មីឧទាហរណ៍អ្នកមានអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃដូច្នេះអ្នកត្រូវការទទួលស្គាល់ពីអ្នកដទៃពេលមិនទទួលបានអ្នកបាត់បង់ទំនុកចិត្តអ្នកជឿថាខ្លួនឯងមិនល្អគ្រប់គ្រាន់ហើយការភ័យខ្លាចដើមក៏កាន់តែខ្លាំងឡើងវត្តនេះបន្តម្ដងហើយម្ដងទៀត
អាកប្បកិរិយាដែលអ្នកគិតថាជាបញ្ហាអាចជាការការពារខ្លួនការធ្វើការហួសកម្លាំងអាចជាវិធីគេចពីភាពឯកោការចំណាយលុយហួសហេតុអាចជាវិធីធ្វើឲ្យខ្លួនឯងមានអារម្មណ៍រស់រវើកការចង់ឲ្យអ្នកដទៃសរសើរអាចបិទបាំងភាពមិនពេញចិត្តក្នុងការងារឬទំនាក់ទំនងដូច្នេះអាកប្បកិរិយារបស់អ្នកមិនមែនកើតឡើងដោយចៃដន្យទេវាជាសំឡេងអារម្មណ៍ដែលអ្នកមិនទាន់ដោះស្រាយណោវនឯកិច្ចសន្យាសម្ងាត់ដែលអ្នកបានចុះហត្ថលេខាដោយមិនដឹងខ្លួនអ្នកនិពន្ធហៅវាថា unconscious commitments ឬការបដិញ្ញាចិត្តក្នុងចិត្តអវចេតនាឧទាហរណ៍ការបដិញ្ញាចិត្តចំពោះសុវត្ថិភាពអ្នកជៀសវាងហានិភ័យព្រោះបរាជ័យមើលទៅគួរឲ្យខ្លាចការបដិញ្ញាចិត្តចំពោះការគ្រប់គ្រងអ្នកខ្លាចភាពជិតស្និទ្ធព្រោះការបើកចិត្តធ្វើឲ្យអ្នកមានអារម្មណ៍ងាយរងគ្រោះការបដិញ្ញាចិត្តចំពោះអ្វីដែលស្គាល់អ្នកប្រកាន់ខ្ជាប់អ្វីដែលធ្លាប់ស្គាល់ទោះបីវាកំពុងកំណត់ជីវិតអ្នកក៏ដោយអ្នកគិតថាវាជាបុគ្គលិកលក្ខណៈរបស់អ្នកប៉ុន្តែការពិតវាគ្រាន់តែជាយន្តការការពារដែលអ្នកបានបង្កើតតាំងពីយូរមកហើយសំណួរដែលជួយរកឃើញវត្តនេះសួរខ្លួនឯងថាតើអ្វីធ្វើឲ្យខ្ញុំខកចិត្តជាញឹកញាប់បំផុតតើបញ្ហាអ្វីកើតឡើងម្ដងហើយម្ដងទៀតក្នុងជីវិតខ្ញុំតើការភ័យខ្លាចអ្វីកំពុងលាក់ខ្លួនក្រោយប្រតិកម្មរបស់ខ្ញុំតើអ្វីដែលខ្ញុំប្រាប់ថាចង់បានប៉ុន្តែរុញវាចេញនៅពេលវាមកដល់ចិត្តសំណួរទាំងនេះនឹងជួយអ្នកមើលឃើញរចនាសម្ព័ន្ធពិតប្រាកដនៃភ្នំក្នុងខ្លួនអ្នកភាគទី3អារម្មណ៍របស់អ្នកគឺជាសញ្ញាបង្ហាញផ្លូវមនុស្សភាគច្រើនចាត់ទុកអារម្មណ៍អវិជ្ជមានថាជាសត្រូវប៉ុន្តែអ្នកនិពន្ធពន្យល់ថាអារម្មណ៍មិនមែនជាការគំរាមកំហែងទេវាជាសញ្ញាដែលប្រាប់ថាមានអ្វីមួយក្នុងជីវិតអ្នកត្រូវការយកចិត្តទុកដាក់បញ្ហាមិនមែនជាអារម្មណ៍ទេបញ្ហាគឺអ្នកមិនយល់ថាវាកំពុងព្យាយាមប្រាប់អ្វីអ្នកពេលអ្នកខឹងប្រហែលមាននរណាម្នាក់រំលោភព្រំដែនរបស់អ្នកពេលអ្នកសោកសៅប្រហែលអ្នកបានបាត់បង់អ្វីមួយដែលពេលអ្នកមានអារម្មណ៍កំហុសប្រហែលតម្លៃសំខាន់មួយរបស់អ្នកត្រូវបានបំពានពេលអ្នកមានអារម្មណ៍ខ្មាស់អៀនប្រហែលសកម្មភាពរបស់អ្នកមិនស្របនឹងគុណតម្លៃរបស់អ្នកអារម្មណ៍ទាំងនេះមិនមែនចង់ធ្វើបាបអ្នកទេវាកំពុងព្យាយាមនិយាយជាមួយអ្នករៀនស្ដាប់សំឡេងខាងក្នុងអារម្មណ៍មួយចំនួនកើតពីសភាវគតិ intuition វាមានអារម្មណ៍ស្ងប់ស្ថិរភាពនិងច្បាស់លាស់អារម្មណ៍មួយចំនួនកើតពីរបួសផ្លូវចិត្តពីអតីតកាលវាបង្កឲ្យមានភាពច្របូកច្របល់និងតានតឹងអារម្មណ៍មួយចំនួនទៀតកើតពីការថប់បារម្ភវាធ្វើឲ្យអ្នកភ័យស្លន់ស្លោនិងគិតម្ដងហើយម្ដងទៀតការរៀនបែងចែកភាពខុសគ្នារវាងពួកវាគឺជាផ្នែកសំខាន់នៃភាពឆ្លាតវៃផ្នែកអារម្មណ៍ហោការថែទាំខ្លួនឯងពិតប្រាកដការថែទាំខ្លួនឯងមិនមែនគ្រាន់តែទៅកាហ្វេឬដើរលេងនោះទេការថែទាំខ្លួនឯងពិតប្រាកដគឺគេងឲ្យគ្រប់មានទំនាក់ទំនងល្អបង្កើតបរិយាកាសដែលមានសុខភាពល្អមានអារម្មណ៍សុវត្ថិភាពអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ពេលតម្រូវការពិតប្រាកដរបស់អ្នកត្រូវបានបំពេញ self sabotage និងបាត់បង់អំណាចរបស់វាភាគទី4កសាងកម្លាំងផ្លូវចិត្តមានថ្ងៃមួយអ្នកសម្រេចចិត្តថាថ្ងៃនេះខ្ញុំនឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំអ្នកកំណត់គោលដៅអ្នករៀបចំផែនការប្រហែលជាអ្នកថែមទាំងចាប់ផ្ដើមជំហានដំបូងទៀតផងប៉ុន្តែភ្លាមនោះមានអ្វីមួយនៅក្នុងខ្លួនអ្នកចាប់ផ្ដើមទាញអ្នកត្រឡប់ក្រោយអ្នកមានអារម្មណ៍ភ័យមិនប្រកបចិត្តអស់កម្លាំងដូចជាចិត្តរបស់អ្នកកំពុងចាប់ដៃអ្នកហើយទាញអ្នកត្រឡប់ទៅរកមនុស្សចាស់ដែលអ្នកធ្លាប់ជាអ្នកនិពន្ធពន្យល់ថានេះជាប្រតិកម្មធម្មជាតិរបស់ខួរក្បាលរបស់អ្នកត្រូវបានរចនាឡើងដើម្បីការពារអ្នកមិនមែនដើម្បីធ្វើឲ្យអ្នករីកចម្រើនទេដូច្នេះអ្វីដែលថ្មីទោះបីជាល្អសម្រាប់អ្នកក៏ដោយក៏តែងតែមើលទៅដូចជាគ្រោះថ្នាក់នៅដំណាក់កាលដំបូងហេតុអ្វីបានជាការផ្លាស់ប្ដូរមានអារម្មណ៍ពិបាករាងកាយនិងប្រព័ន្ធប្រសាទរបស់អ្នកចង់រក្សាភាពស្ថិរភាពវាចង់បានទម្លាប់ចាស់ជំនឿចាស់បញ្ហាចាស់ព្រោះអ្វីទាំងនោះស្គាល់ពេលអ្នកចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធខាងក្នុងរបស់អ្នកភ័យខ្លាចវានិយាយថានេះមិនសុវត្ថិភាពទេនេះមិនមែនជាអ្នកទេត្រឡប់ទៅរកអ្វីដែលយើងស្គាល់វិញទៅអ្នកនិពន្ធហៅវាថា adjustment shock ឬភាពតក់ស្លុតពីការផ្លាស់ប្ដូរសញ្ញាដែលបង្ហាញថាអ្នកកំពុងរីកចម្រើនពេលអ្នកកំពុងរីកចម្រើនអ្នកអាចមានអារម្មណ៍ភ័យខ្លាចថប់បារម្ភនឿយហត់ផ្លូវចិត្តសង្ស័យខ្លួនឯងចង់បោះបង់ប៉ុន្តែសញ្ញាទាំងនេះមិនមែនបង្ហាញថាអ្នកកំពុងបរាជ័យទេវាបង្ហាញថាខួរក្បាលរបស់អ្នកកំពុងរៀនរបៀបថ្មីកំពុងបំបែកទម្លាប់ចាស់និងកំពុងបង្កើតទម្លាប់ថ្មីកង្កកប្លោះកុំផ្លាស់ប្ដូរធំពេកក្នុងពេលតែមួយមនុស្សជាច្រើនចង់ផ្លាស់ប្ដូរជីវិតទាំងស្រុងក្នុងមួយយប់ប៉ុន្តែការផ្លាស់ប្ដូរដែលស្ថិតស្ថេរកើតឡើងតាមរយៈជំហានតូចឧទាហរណ៍ដើរ5នាទីក្នុងមួយថ្ងៃគេងមុន15នាទីសន្សំ$5មុននឹងសន្សំ$500មានការសន្ទនាស្មោះត្រង់មួយក្នុងមួយសប្តាហ៍ជំហានតូចបង្កើតល្បឿនបង្កើតអត្តសញ្ញាណថ្មីបង្កើតជីវិតថ្មីធ្វើសកម្មភាពមុនពេលអ្នកមានអារម្មណ៍ថារួចរាល់មនុស្សភាគច្រើនរងចាំរហូតដល់មានអារម្មណ៍ថារួចរាល់ប៉ុន្តែការពិតគឺអ្នកត្រូវធ្វើសកម្មភាពជាមុនសិនការលើកទឹកចិត្តនឹងមកតាមក្រោយកុំរងចាំឲ្យអារម្មណ៍ប្រាប់អ្នកថាត្រូវធ្វើអ្វីអារម្មណ៍គឺជាសញ្ញាមិនមែនជាបញ្ជាទេភាគទី5រំដោះខ្លួនចេញពីអតីតកាលមនុស្សជាច្រើនប្រាប់អ្នកថាបំភ្លេចវាទៅដើរទៅមុខកុំគិតទៀតប៉ុន្តែអ្នកនិពន្ធនិយាយថាបញ្ហាមិនមែនដោយសារអ្នកមិនអាចលែងអតីតកាលបានទេបញ្ហាគឺគ្មាននរណាបង្រៀនអ្នកពីរបៀបប្រឈមមុខជាមួយវាដើម្បីលែងអតីតកាលអ្នកត្រូវមើលវាជាមុនវាស្ដាប់ទៅផ្ទុយពីការគិតធម្មតា
ប៉ុន្តែការព្យាបាលចិត្តចាប់ផ្ដើមដោយការមើលត្រឡប់ក្រោយសូមគិតដល់ខ្លួនអ្នកកាលពីក្មេងមនុស្សតូចម្នាក់ដែលធ្លាប់ឈឺចាប់ធ្លាប់ខ្លាចធ្លាប់មានអារម្មណ៍ឯកោសូមស្ដាប់គាត់និយាយជាមួយគាត់ដោយក្តីអាណិតផ្ដល់សេចក្តីស្រឡាញ់ដែលគាត់មិនធ្លាប់ទទួលបានអ្នកមិនមែនជាអតីតកាលរបស់អ្នកទេអ្នកត្រូវរំលាយចោលជំនឿចាស់ៗអត្តសញ្ញាណចាស់ៗស្តង់ដារដែលមិនអាចសម្រេចបានភាពខ្មាស់អៀនដែលអ្នកលាក់ការលែងអតីតកាលមិនមែនមានន័យថាបាត់បង់ខ្លួនឯងទេវាមានន័យថាបោះចោលមនុស្សដែលអ្នកធ្វើពុតជាខ្លាយជាដើម្បីខ្លាយជាមនុស្សដែលអ្នកពិតជាពេលអ្នកដាក់បន្ទុកចុះស្រមៃថាអ្នកកំពុងឡើងភ្នំអស់រយៈពេលជាច្រើនឆ្នាំអ្នកកំពុងស្ពាយកាបូបធ្ងន់មួយក្នុងកាបូបនោះមានការភ័យខ្លាចកំហុសភាពអាម៉ាស់ការខកចិត្តពេលអ្នកទម្លាក់វាចុះជាលើកដំបូងអ្នកអាចមើលឃើញកំពូលភ្នំអ្នកចាប់ផ្ដើមឃើញមនុស្សដែលអ្នកអាចខ្លាយជាអ្នកចាប់ផ្ដើមឃើញអនាគតដែលកំពុងរងចាំអ្នក Losong et la Guanac ភាគទី6កសាងអនាគតដែលអ្នកពិតជាចង់បានមានពេលមួយអ្នកនឹងដឹងថាអ្នកលែងជាមនុស្សចាស់ដែលអ្នកធ្លាប់ជាប៉ុន្តែអ្នកក៏មិនទាន់ខ្លាយជាមនុស្សដែលអ្នកចង់ខ្លាយជាដែរអ្នកបានបោះបង់ទម្លាប់ចាស់បោះបង់ទំនាក់ទំនងដែលមិនល្អបោះបង់តួនាទីដែលអ្នកធ្លាប់សម្ដែងប៉ុន្តែផ្នែកមួយនៃចិត្តអ្នកនៅតែគិតដូចមនុស្សចាស់ហើយនេះជាមូលហេតុដែលមនុស្សជាច្រើននៅតែជាប់គាំងពួកគេចង់បានអនាគតថ្មីប៉ុន្តែប្រើផ្នត់គំនិតចាស់ស្ដីមើលអនាគតរបស់អ្នកនិពន្ធនិយាយថាខួរក្បាលមិនអាចដើរទៅរកអនាគតដែលវាមិនអាចស្រមៃឃើញបានទេដូច្នេះអ្នកត្រូវបង្រៀនវាសួរខ្លួនឯងថាតើខ្ញុំជំនាន់អនាគតគិតបែបណាតើគាត់មានទម្លាប់អ្វីតើគាត់ដោះស្រាយបញ្ហាបែបណាតើគាត់និយាយជាមួយខ្លួនឯងដូចម្តេចការស្រមៃមើលអនាគតមិនមែនជាការសុបិនទេវាគឺជាការវឹកហាត់ខួរក្បាលឈប់រងចាំហើយចាប់ផ្ដើមរស់ដូចមនុស្សដែលអ្នកចង់ក្លាយជាមនុស្សភាគច្រើនគិតថាពេលខ្ញុំជោគជ័យខ្ញុំនឹងមានទំនុកចិត្តពេលខ្ញុំមានលុយខ្ញុំនឹងសប្បាយចិត្តពេលខ្ញុំស្គមខ្ញុំនឹងស្រឡាញ់ខ្លួនឯងប៉ុន្តែការពិតគឺផ្ទុយគ្នាអ្នកត្រូវរស់ដូចមនុស្សនោះជាមុនសិនហើយលទ្ធផលនឹងមកតាមក្រោយគន្លឹះ5យ៉ាងសម្រាប់កសាងខ្លួនឯងថ្មី1សួរខ្លួនឯងជានិច្ចបើខ្ញុំជាមនុស្សល្អបំផុតរបស់ខ្ញុំតើខ្ញុំនឹងធ្វើអ្វីហើយធ្វើវា2ស្មោះត្រង់ចំពោះចំណុចខ្សោយរបស់ខ្លួនកុំលាក់វាទទួលស្គាល់វា3ត្រៀមខ្លួនមិនឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ4ធ្វើអ្វីដោយចេតនាសូម្បីតែរឿងតូចក៏ដោយ5បន្តធ្វើការលើខ្លួនឯងការរីកចម្រើនមិនដែលបញ្ចប់ឡើយសសរគ្រឹះ4នៃអត្តសញ្ញាណថ្មីសសរគ្រឹះទី1ឈប់ពឹងផ្អែកលើការទទួលស្គាល់ពីអ្នកដទៃអ្នកអាចទទួលយោបល់ពីអ្នកដទៃបានប៉ុន្តែកុំឲ្យតម្លៃរបស់អ្នកអាស្រ័យលើវាចូលរៀននិយាយថាខ្ញុំយល់ថាហេតុអ្វីខ្ញុំកំពុងភ័យខ្ញុំយល់ពីអារម្មណ៍របស់ខ្ញុំនេះហៅថាការទទួលស្គាល់ខ្លួនឯងសសរគ្រឹះទី2គោលការណ៍សំខាន់ជាងការលើកទឹកចិត្តមកហើយទៅប៉ុន្តែគោលការណ៍នៅជាមួយអ្នកជានិច្ចឧទាហរណ៍ភាពទៀងទាត់សំខាន់ជាងការខិតខំខ្លាំងមួយផ្លែតអ្វីដែលអ្នកធ្វើជាប្រចាំនឹងក្លាយជាអ្នកបរិយាកាសកំណត់ទម្លាប់របស់អ្នកសសរគ្រឹះទី3ស្វែងរកគោលបំណងជីវិតគោលបំណងមិនមែនជារឿងដែលរកឃើញម្ដងហើយចប់ទេវាវិវត្តតាមការរីកចម្រើនរបស់អ្នកសួរខ្លួនឯងថាតើខ្ញុំសុខចិត្តតស៊ូដើម្បីអ្វីតើខ្ញុំចង់បន្សល់អ្វីឲ្យពិភពលោកតើខ្ញុំចូលចិត្តធ្វើអ្វីដោយធម្មជាតិសសរគ្រឹះទី4ឲ្យអារម្មណ៍ធ្វើជាអ្នកណែនាំអារម្មណ៍អវិជ្ជមានមិនមែនជាសត្រូវទេវាបង្ហាញថាកន្លែងណាត្រូវការព្យាបាលអ្វីដែលអ្នកកំពុងខ្លាចជំនឿណាដែលហួសសម័យកន្លែងណាដែលអ្នកត្រូវរីកចម្រើនបន្តភាគទី7គ្រប់គ្រងខ្លួនឯងខ្លាយជាមេដឹកនាំជីវិតរបស់ខ្លួនបន្ទាប់ពីឆ្លងកាត់អ្វីជាច្រើននៅសល់ឧបសគ្គចុងក្រោយមួយអ្នកនៅតែមិនទុកចិត្តខ្លួនឯងគ្រប់គ្រាន់អ្នកស្ទាក់ស្ទើរអ្នកប្រតិកម្មលឿនពេកអ្នកសង្ស័យការសម្រេចចិត្តរបស់ខ្លួន self mastery គឺជាអ្វីវាមិនមែនសម្រាប់មនុស្សអស្ចារ្យប៉ុណ្ណោះទេវាគ្រាន់តែមានន័យថារៀនដឹកនាំខ្លួនឯងដឹកនាំអារម្មណ៍ដឹកនាំគំនិតដឹកនាំអាកប្បកិរិយាវិធីគ្រប់គ្រងអារម្មណ៍អ្នកនិពន្ធផ្ដល់វិធីសាស្ត្រពីជំហានទី1ទទួលស្គាល់អារម្មណ៍ដាក់ឈ្មោះវាខឹងភ័យសោកសៅដោយមិនវិនិច្ឆ័យខ្លួនឯងជំហានទី2ជ្រើសរើសការឆ្លើយតបកុំឆ្លើយតបដោយការភ័យស្លន់ស្លោឆ្លើយតបដោយចេតនាទំនុកចិត្តលើខ្លួនឯងកើតឡើងដោយរបៀបណារាល់ពេលដែលអ្នករក្សាភាពស្ងប់ស្ងាត់រាល់ពេលដែលអ្នកជ្រើសរើសការឆ្លើយតបដ៏ឆ្លៀសវៃទំនុកចិត្តលើខ្លួនឯងនឹងកើនឡើងបន្តិចម្ដងហើយទំនុកចិត្តនេះនឹងនាំមកនូវសន្តិភាពផ្លូវចិត្តណាសំខាន់បំផុតនៃសៀវភៅនេះអ្នកមិនមែនជាសត្រូវរបស់ខ្លួនឯងទេអ្នកគ្រាន់តែមានផ្នែកមួយដែលកំពុងព្យាយាមការពារអ្នកតាមរបៀបដែលលែងសមស្របទៀតហើយភ្នំដែលអ្នកត្រូវឡើងមិនមែនស្ថិតនៅខាងក្រៅទេវាស្ថិតនៅក្នុងខ្លួនអ្នកហើយពេលអ្នករៀនយល់ពីការភ័យខ្លាចអារម្មណ៍និងទម្លាប់របស់ខ្លួនភ្នំនោះនឹងលែងជាឧបសគ្គទៀតវានឹងក្លាយជាផ្លូវដែលនាំអ្នកទៅរកមនុស្សដែលអ្នកត្រូវក្លាយជាការរីកចម្រើនមិនមែនជាការគ្មានការភ័យខ្លាចទេការរីកចម្រើនគឺជាការជ្រើសរើសដើរទៅមុខទោះបីជាអ្នកនៅតែភ័យក៏ដោយ The mountain is you